បាទបងប្អូននេះហើយគឺជាការប្រកួតចុងក្រោយរបស់ចម្រើនគុណខ្មែរបាទដែលគាត់របួសបាក់ដៃបាទជាមួយនឹងកីឡាករជប៉ុនគឺតៃម៉ូយ៉ាងណាមិញគឺនៅក្នុងសប្តាហ៍នេះបាទចម្រើនគុណខ្មែរគាត់នឹងបានឡើងមករួមសង្វេគសាជាថ្មីជាលើកដំបូងរបស់គាត់បាទចាំមើលថាបន្ទាប់ពីខកខាននៃការប្រកួតគឺ1ឆ្នាំហើយបាទសម្រាប់ចម្រើនបន្ទាប់ពីការប្រកួតចុងក្រោយនេះដែលខ្ញុំបានបង្ហាញជូនពីវីដេអូការប្រកួតចុងក្រោយរបស់ចម្រើនបន្ទាប់ពីបាក់ដៃបាទចូលសម្រាប់បាទអស់រយៈពេលបាទជិត1ឆ្នាំបាទ1ឆ្នាំហើយអញ្ចឹងឥឡូវនេះគឺកុំភ្លេចឲ្យជួបជាមួយនឹងចម្រើនគុណខ្មែរបាទនៅក្នុងសប្តាហ៍នេះចាំមើលថាគាត់បាទបាននៅវិលត្រឡប់មកវិញលើកនេះបាទគឺបច្ចេកទេសនៃការប្រកួតរបស់គាត់បាទចឹងណាសម្រាប់ការប្រកួតលើកដំបូងជួបគ្នាពុកម៉ែបងប្អូនបាទអ្នកទឹកដីបាទនៅខណ្ឌកំពូលបាទរាជធានីភ្នំពេញអូយដៃសូបាត់នេះក៏ធ្លាប់ទៅគួរធ្លាប់បានឆ្លាតដែរដៃម៉ូដល់ចូលចាប់ជើងក្រោយពីដៃម៉ូចូលដៃនេះគ្នាចូលដៃរបស់ដៃម៉ូមួយដៃរបស់ដៃម៉ូទៀតញាក់មួយបោះសង្គមមកចេញបែកបានបាទចម្រើនជាប់ទៅមួយស្រៀងធៀបបោះឲ្យចម្រើនដៃម៉ូចូលមួយជើងវិញរបស់ចម្រើនមួយដៃរបស់ដៃម៉ូចូលហេបាទនេះបានការប្រកួតដូចជាពីយ៉ាងស្មោះកែរបស់ដៃម៉ូជុំទៅជើងចម្រើនអត់ចេញตัวไก่ពីដៃអត់ចូលដៃមកដៃមកជុំទៅជើងទៅជុំជើងដល់ពីដៃមកជុំជើងដល់ពីដៃគាត់ឲ្យកែអត់ដៃពីគ្នាដៃមកមួយដៃមកដៃមកមួយជើងអត់ទៅដៃសូក៏មិនចូលមួយពីមកដៃមកពេញសាច់ជុំជើងដល់របស់អ្នកពីដូចគ្នាជុំជើងដល់របស់ចម្រើនដៃមក